Ôn ơi, bên đây ấy mà ôn. Đây con men nó mong bên men hạt bông. Bên đây con mẹ nữa. Ông thấy mà mơ luôn này tí chứ bông thấy. Ông còn hiền mơ còn thầy qua đâu. Bà còn hiền mơ con mình chỉ mua cái này bông pro. Tra nó. Hai đây ở thu ở trên hai đây trên nhà Vinh. Đây đã đủ rồi. Bạn bong bóng từng học này cứ chỉ sạch nhất cái đôi chia bỏ pôn đã bao chôn rong cua bạn slap không ngập tại đây cua thạch trà cho bốc đặc đây bị cái đó mình đã lòi slap giờ nó thom nơi ti tăng cái lại cắt hai ní to tại mặt đòn pôn là bóc quạt ba mặt đòn nơi cái lại cắt hết mình nắc xem man mình lo tha chi đây là bóc quạt nơi chụp cua thạch trà cho đôi tay bong bóng từng học này. Cuối nhóm là xây cáo không? Xây cáo nhé, các bạn vô tới oi qua từ vô rồi văn ao cái hay mình đang con chi được biết mấy bà ta chi bị cội nhưng nó không khó Trong lan ta ná lục bù យើងមកអត់ទាន់ទេពីប្រវត្តិទេប្រាប់ ចឹងពូទទួលដំណឹងនេះមកពីប្រជាពលរដ្ឋនេះចិត្តទេថាតើរបួសប្រមាណស្លាប់ប្រមាណក្នុងការហែកខាងលើ មកអត់ទាន់ទេតែពីប្រវត្តិប្រាប់ថារបួសធ្ងន់មួយស្លាប់មួយគោលឲ្យជំនាញក្រុងចរាចរណ៍ក្រុង ចឹងពីពលរដ្ឋជំនាញចរាចរណ៍យកចរាចរណ៍ក្រុង បាទចរាចរណ៍ក្រុង ចំណាយឯអ្នកបើកបរឡានទឹកបែរទឹកដីដឹងថាទៅណាទេ អត់ទៅណាយើងមកអត់ទាន់បាទបាទយើងមកអត់ទាន់ទេ បើថាកន្លែងការហែកនេះគឺកន្លែងក្របតង់នេះគឺសាកសពជនរងគ្រោះដែលគាត់បានបុកពីក្រោយរថយន្តបែនទឹកដីនេះបណ្ដាលឲ្យស្លាប់បងប្អូនទាំងអស់គ្នាហើយខ្ញុំបានមករារួមជាមួយក្រុមការងាររបស់អង្គភាពសារព័ត៌មាន TP News ក៏ចូលរួមដំណើរទុកដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរនិយាយហើយសម្រាប់ហើយតែង បាទសូមគោរពនឹងជំរាបសួរទៅកាន់ប្រិមត្តអង្គភាពសារព័ត៌មាន TP News ទាំងអស់គ្នានៅវេលាម៉ោង 3 រសៀលដែលត្រូវថ្ងៃទី 8 ខែឧសភាឆ្នាំ 2025 នេះខ្ញុំបានមករារួមជាមួយនឹងក្រុមការងារកំពុងតែស្ថិតនៅតាមបណ្ដោយចុះពីស្តុបវត្តភ្នៀតបន្តិចដែលស្ថិតនៅសង្កាត់សង្រោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយម៉ូតូសណ្ដោងរមាស់ខណៈពេលដែលរថយន្តបែនដឹកដីខាងលើមានការខូចក៏ដូចជាបែកកង់នៅទីតាំងកន្លែងការហាក់នេះក៏ម៉ូតូសណ្ដោងរមាស់ខាងលើបើកបរដោយយុវជន 2 នាក់ម្នាក់ត្រូវបានស្លាប់ជាអ្នកបើកបរហើយនឹងម្នាក់ទៀតរួមដំណើរគឺរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់ផងដែរជុំវិញទីតាំងកន្លែងការនេះកម្លាំងសមត្ថកិច្ចកំពុងតែមានការតាក់ទងក៏ដូចជារកសាច់ញាតិជនរងគ្រោះផងដែរបងប្អូនទាំងអស់គ្នាហើយបន្តិចទៀតយើងនឹងធ្វើការសាកសួរព័ត៌មាននៅទីតាំងកន្លែងកាត់ថាតើម៉ូតូសណ្ដោងរមាស់នេះមកពីណាគោលបំណងទៅណាយ៉ាងម៉េចបានបុកគ្នាបណ្ដាលឲ្យស្លាប់ផងដែរបងប្អូនទាំងអស់គ្នាបាទគ្រោះអកុសលមួយករណីដោយជនរងគ្រោះម្នាក់ត្រូវបានស្លាប់និងជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗគណៈពេលដែលរថយន្តដឹកដីបែនដឹកដីមានការខូចបាទបែកកង់ខូចក៏ម៉ូតូសណ្ដោងរមាស់ខាងលើគឺមានថាបុក ពីក្រោយបណ្ដាលឲ្យអ្នកបើកបរគឺស្លាប់ភ្លាមនៅទីតាំងកន្លែងកាត់ហែកក៏ដូចជាអ្នករួមដំណើរត្រូវបានរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យផ្ទាល់តែម្ដងនេះគឺជាស្ថានភាពនៃកន្លែងកាត់ហែកក៏ដូចជាជនរងគ្រោះដែលបានបាត់បង់ជីវិតនៅចំពីមុខម៉ូតូសណ្ដោងរមាស់ក៏ដូចជាមកពីក្រោយនៃរថយន្តបែនដឹកដីមើលពូមើលហ្នឹងហើយបងប្អូនណា អាទូយាយសើតង់មើលឲ្យច្បាស់ នៅជិតនេះចូលមើលច្បាស់សិនមើល ដឹងអី អូ អូខ្ទេច ôn ơi bên đây ấy mà ôn ប្រពន្ធ ôn à បងស្រីប្តីគាត់មែនហ្នឹងបងពិតមែនអត់បង đang ngay bên đây con mẹ nữa បងស្រីមកមើលខ្លួនឯងតិចទៅបងស្រី មកមើលខ្លួនឯង មកមើលខ្លួនឯងតិចទៅអូគាត់អត់ហ៊ានមើលគាត់ភ័យគាត់បាទគាត់ហ៊ានមើលគាត់មានជាមួយគេដែរបងប្រុស ត្រានោះគាត់ឆ្នាំនៅអាយុប៉ុន្មានទេបងប្រុស bạn đừng là du qua đây ស្នាក់នៅណាបងស្នាក់នៅណា con nơi thơ ca mùi nhóm là xây cáo bằng អូxây cáoញ៉ឹងcác bạn vô tới oiមែន qua từ vô rồi văn ao cái hay mình đang con chi được biết mấy bà ta bông kia bị cội nhưng nó bông khó xây cáoហ្មង ba ឡាយនៅស្រុកឡាកូនបើអើយនៅទីជ័យហើយដល់ ទីមានជ័យហ៎ ជ័យបាត់ដំបង បាទ ទីសុំទៅទីនៅពេញខ្ញុំណាដល់ណា បាទ ខាត់ដល់អូនធ្វើមិនទេ បាទបងប្អូនទាំងអស់គ្នាជុំវិញនឹងទីតាំងកន្លែងកាត់ហែកនេះយើងយោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានផ្ដល់មុននៅបន្តិចថានៅមុនពេលកាត់ហែកគឺជនរងគ្រោះគឺគាត់ដឹកអីវ៉ាន់បាទទៅតម្លាក់នៅក្បែររបបព្រាតហើយត្រឡប់ទៅទីតាំង
កន្លែងគាត់វិញនៅរស័យកែវហើយគណៈពេលដែលមកដល់នៅត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុខាងលើនេះក៏រថយន្តបែនដឹកដីគឺមានការខូចហើយក៏មានការឯកខាងស្ដាំយើងមិនទាន់ដឹងថាខាងណាខុសខាងណាត្រូវទេជុំវិញនឹងទីតាំងកន្លែងកាត់ហេតុនេះគឺធ្វើរូបម៉ូតូសណ្ដោងរមាក់ខាងលើគឺបុកខ្ទប់ពីក្រោយបណ្ដាលឲ្យអ្នកបើកបរស្លាប់បាទនៅទីតាំងកន្លែងកាត់ហេតុក៏ដូចជាអ្នករួមដំណើរត្រូវបានរងរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅឲ្យបងប្អូនទាំងអស់គ្នាបាទម៉ូតូសណ្ដោងរមាក់ដែលពាក់ស្លាកលេខភ្នំពេញបាទ 1SS 66និង83របស់ជនរងគ្រោះចំណែកឯរថយន្តបែនដឹកដីបាទបែនដឹកដីនេះខូចកង់នេះបាទខូចទៅក៏រថយន្តខាងលើមានការអែបទៅខាងស្ដាំដៃបាទស្ដាំដៃម៉ូតូសណ្ដោងរមាក់មកបុកខ្ទប់ពីក្រោយតែម្ដងបងប្អូនទាំងអស់គ្នាបាទយើងមិនទាន់ដឹងថាខាងណាខុសឬក៏ខាងណាត្រូវនោះទេបងប្អូនទាំងអស់គ្នាចំណែកឯអ្នកបើកបរក៏យើងមិនទាន់ដឹងថាតើទៅណាបាត់ទៅហើយបងប្អូនទាំងអស់គ្នាបាទផ្លាកលេខពីមុខគឺអត់មានទេបាទផ្លាកលេខបាទអូនេះជាកូដស្ដាំបងប្អូនទាំងអស់គ្នាដែលពាក់ស្លាកលេខជាកូដស្ដាំPP បាទ34និង47ចំណែកឯអ្នកបើកបរយើងមិនទាន់ដឹងទេយើងសួរសមត្ថកិច្ចសិនណាបងប្អូនទាំងអស់គ្នាបាទលោកពូទៅកង់ឡានតាណាលោកពូ យើងមកអត់ទាន់ទេពីប្រវត្តិទេប្រាប់ អញ្ចឹងពូទទួលដំណឹងនេះមកពីប្រជាពលរដ្ឋ បាទ នៅវេលាម៉ោងប៉ុន្មានលោកពូ អត់ដល់នេះខាងទុំម៉ោង2:10ជាងឡានហ្នឹងគឺថាបែកកង់តាំងពីម៉ោង2:10ជាង បាទទៅពេលបុកមុននេះបន្តិចទេពូ បាទបុកយូរដែរហើយខ្ទង់ម៉ោង1ម៉ោងអី ពូអាចបញ្ជាក់ទេតើរបួសប្រមាណស្លាប់ប្រមាណក្នុងកាត់ហេតុខាងលើ មកអត់ទាន់ទេតែជាប្រវត្តិប្រាប់ថារបួសធ្ងន់មួយស្លាប់មួយ បាទឥឡូវបច្ចុប្បន្ននេះយើងតាក់ទងជាមួយក្រុមគ្រួសារជនរងគ្រោះហើយនៅលោកពូ យើងតាក់ទងមិនទាន់បានទេតែឥឡូវនេះមិញឃើញជនប្រពន្ធជនរងគ្រោះមកនោះគាត់មកបាទនោះប្រពន្ធជនរងគ្រោះមកដល់ហើយ បាទឥឡូវបន្តទៀតយើងទៅធ្វើយ៉ាងម៉េចដែរលោកពូ អានេះករណីនេះយើងបកគលឲ្យជំនាញក្រុងចរាចរណ៍ក្រុង យើងជាបុគ្គលជំនាញចរាចរណ៍ចរក្រុងលោក បាទចរាចរណ៍ក្រុង ចំណែកឯអ្នកបើកបរឡានដឹកបែរដឹកដីដឹងថាទៅណាទេ ទៅណាយើងមកអត់ទាន់បាទយើងមកអត់ទាន់ទេ បាទអរគុណលោកពូ សិនជាមកអត់ទាន់ក៏យើងខាត់ទុកដែរ បាទលោកពូអរគុណលោកពូណាអរគុណច្រើនលោកពូបាទបងប្អូនទាំងអស់គ្នាសូមបញ្ជាក់ជូនបងប្អូនថាកន្លែងកាត់ហេតុនេះគឺកន្លែងក្របតង់នេះគឺសាកសពជនរងគ្រោះដែលគាត់បានបុកពីក្រោយរថយន្តបែនដឹកដីនេះបណ្ដាលឲ្យស្លាប់បងប្អូនទាំងអស់គ្នាហើយខ្ញុំបានមករារួមជាមួយក្រុមការងាររបស់អង្គភាពសារព័ត៌មាន TP News ក៏ចូលរួមដើម្បីទុកដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរចំណែកឯក្រុមគ្រួសារជនរងគ្រោះក៏គាត់បានមកដល់នៅកន្លែងកាត់ហេតុដើម្បីយកបាទប្រិយរបស់គាត់យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតផងដែរ Sao nhà mày đái? Hai. 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 និយាយហើយសម្រាប់ហើយតេញ